សួស្តីអ្នកនាងចូលជាមួយខ្ញុំសាជាថ្មីទៀតហើយនិយាយតដោយសារតែឥឡូវខ្ញុំខានចេញវីដេអូយូរខ្លាំងមែនតើឥឡូវខ្ញុំមករៀនអ្នកនាងពីរបៀបដាក់ PI ចឹងណានាងឲ្យស្រួលលេងជាមួយនឹង Free Fire ទៅវាស្រួលអស់រែងចឹងណានាងមុននឹងចូលទៅដល់វីដេអូណានាងជួយ Subscribe និងក៏ដឹងមួយដើម្បីទទួលបានវីដេអូថ្មីចឹងណានាងតើកុំឲ្យកាពីចូលទៅកម្ម Setting ហ្មងទៅនាងមកតបចូលទៅកាន់ setting ហើយគ្នាត្រូវការអូសទៅក្រោមទៅនេះអូសទៅក្រោមមកអូហើយអ្នកឃើញពាក្យ about phone ហ្នឹងយើងមកនេះចុចលើនឹងមួយមកនេះដើម្បីចូលទៅកាន់ផ្ទាំងមួយទៀតតែពេលចេញអញ្ចឹងអ្នកចុចតាមនោះមកមានសញ្ញាដៃខ្ញុំឲ្យអ្នកឃើញយើងចុចលើនឹងតែមួយមកវាតបពីចុចមួយហើយវានឹងចុចផ្ទាំងបែបនេះគ្រាន់តែចុចលើនឹងឲ្យញាប់បន្តិចមកយើងតែចុចរៀងញាប់ទៅវានឹងលោតទៅផ្ទាំងបែបនេះបើទូរស័ព្ទអ្នកគ្នាអត់មានលេខកូដវានឹងលោតចេញធម្មតាទេតែបើទូរស័ព្ទខ្ញុំមានលេខកូដអ្នកគ្នាត្រូវដាក់លេខកូដអ្នកគ្នាសិនណាទូលេខកូដទូរស័ព្ទអ្នកគ្នាហ្នឹងយើងមកអត់មានឆ្ងាយទេបន្ទាប់ពីចូលលេខកូដទូរស័ព្ទហើយគេចុចចេញមកទៅចេញហើយអ្នកគ្នាអូសទៅលើតិចមកហើយគេចុចតាមខ្ញុំមកនេះយើងបន្ទាប់ពីចុចហើយណាគ្នាលោតឃើញផ្ទាំងបែបនេះអ្នកគ្នាមើលអក្សរឃើញdeveloper option អញ្ចឹងណាគឺយើងចុចលើនឹងមួយមកវានឹងចេញបែបនេះហើយនេះយើងបន្ទាប់មកអ្នកនេះទៅការ scroll ទៅក្រោមបន្តិចមកយើង scroll ទៅក្រោមយូរដែរយើងអូមួយមកខ្លាចណាសំណានេះខុសពីខ្ញុំមិនដឹងណាអ្នកនេះអូមកក្រោមអូមកយើងជាអូតាមខ្ញុំចឹងទៅយើងមកមើលវីដេអូកុំផ្សាយយើងទៅមើលសារអ្នកនេះអត់យល់ទេបន្ទាប់មកអ្នកនេះឃើញឡើង DPI អ្នកនេះឃើញលេខ360អត់នេះយើងមកនេះគាត់ចុចលើមកដើម្បីផ្លាស់ប្ដូរ DPI ដល់នេះយើងតែខ្ញុំតាំងខ្ញុំ recommend ឲ្យអ្នកនេះដាក់760មកនេះបានស្រួលយើងហ្គេម Free Fire ចឹងណាយើងមកឥឡូវខ្ញុំ recommend ឲ្យអ្នកនេះទេតែអ្នកនេះចង់កែដាក់នេះខ្ញុំអត់ដឹងដែរយើងបាទតែមកយើងចុចសញ្ញាគ្រីសមកនេះយើងចុចសញ្ញាគ្រីសហើយយើងចាំតិចមកដើម្បីឲ្យវាចេញផ្ទាំងទូចបែបនេះអាហ្នឹងមានន័យថាយើងដាក់បានជោគជ័យហើយយើងដាក់ DPI បានជោគជ័យហើយតោះឥឡូវយើង clear ទៅមើល game តិចទៅនេះយើងបាទតើមេដាក់ឲ្យអ្នកអាចចូលលេង game បាននេះយើងបាទតែខ្ញុំអត់ធ្វើការវីដេអូចូលលេង game ទេឥឡូវខ្ញុំបរៀនអ្នកគ្នាបិទវិញតែម្ដងទៅនេះវិញcònចូលទៅកន្លែងដើមមកនេះយើងចូលទៅកន្លែង setting វិញមកអត់សាំញ៉ាំច្រើនទេបិទវិញយើងសួរចូលកន្លែងដើមតែមកនេះយើងតបចុចហើយវានឹងចេញក្នុងបាត់នេះហើយdeveloper option នេះចុចលើនឹងមួយពីមកហើយវានឹងចេញទៅផ្ទាំងអាកន្លែងមិញនេះយើងមកតែគេចង់អូសទៅក្រោមហើយដាក់លេខ360វិញក៏បានដែរតែពីខ្ញុំគឺ comment លឿនគាត់បិទដល់លើមកវារួចរាល់អូខេឥឡូវបិទហើយនេះយើងមកវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគ្នានឹងយល់ជួយចុច subscribe ឲ្យខ្ញុំអ្នកមួយផងទៅ